តាចិននឹងជួយអ៊ីរ៉ង់ទេប្រសិនបើអាមេរិកបើកការវាយប្រហារលើប្រទេសនេះស្របពេលភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅតែបន្តឡើងកម្ដៅខ្លាំងទូនាទីរបស់ប្រទេសចិនស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ថាតើទីក្រុងប៉េកាំងនឹងបន្តជួយគាំទ្រដល់អ៊ីរ៉ង់ដល់កម្រិតណាហើយថាតើចិននឹងជួយអ៊ីរ៉ង់ដែរឬទេប្រសិនបើអ៊ីរ៉ង់ផ្ទុះសង្គ្រាមជាមួយអាមេរិកប្រទេសចិនបានក្លាយជាតួអង្គដ៏សំខាន់មួយក្រោយអ៊ីរ៉ង់ប្រឈមមុខនឹងភាពចលាចលក្នុងស្រុកនិងការដួលរំលំសេដ្ឋកិច្ចកាលពីដើមខែមករាឆ្នាំ2026បាតកម្មតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់ដោយបង្កឡើងដោយភាពក្រីក្រនិងការមិនពេញចិត្តចំពោះនយោបាយដឹកនាំជាតិនិងសម្ពាធពីបរទេសបានបង្កបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសម្រាប់មេដឹកនាំអ៊ីរ៉ង់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះភាពចលាចលនេះកើតឡើងស្របពេលជាមួយនឹងការប្រឈមមុខដាក់គ្នាក្នុងតំបន់កាន់តែខ្លាំងឡើងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជូនកងទ័ពជើងទឹកអាមេរិកយ៉ាងច្រើនទៅកាន់តំបន់មជ្ឈិមបូព៌ាហើយបានប្រមានអ៊ីរ៉ង់ឲ្យរំលាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅអន្លង់មហាបាតកម្មនៅអ៊ីរ៉ង់ប្រទេសចិនបានជួយអ៊ីរ៉ង់អនុវត្តការកាត់ផ្តាច់បណ្ដាញសារទូរគមនាគមន៍ជាពិសេសការកាត់ផ្តាច់អ៊ីនធឺណិតដើម្បីកុំឲ្យលេចធ្លាយការបង្ក្រាបឃោរឃៅទៅកាន់ពិភពលោកខាងក្រៅនៅថ្ងៃទី15ខែមករាឆ្នាំ2026រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងជីបានថ្កោលទោសការគំរាមកំហែងរបស់សហរដ្ឋអាមេរិកថាជាការប្រើច្បាប់ព្រៃខណៈចិនដើរតួនាទីស្ថាបនាក្នុងការរក្សាសាមគ្គីភាពរបស់ប្រជាជនអ៊ីរ៉ង់ជាមួយគ្នានេះកាលពីថ្ងៃទី31ខែមករាឆ្នាំ2026ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់និយាយថាអ៊ីរ៉ង់មានកំពុងធ្វើសម្ពយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយចិននិងរុស្ស៊ីនៅពាក់កណ្ដាលខែកុម្ភៈឆ្នាំនេះនៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌាកត្តានេះបានបង្កឲ្យមានការវែកញែកយ៉ាងក្តៅកកុកនៅតាមបណ្ដាញអ៊ីនធឺណិតថាតើចិនអាចនឹងផ្ដល់ជំនួយយោធាដល់អ៊ីរ៉ង់ឬធ្វើអន្តរាគមន៍ដែរទេប្រសិនបើអាមេរិកវាយប្រហារប្រទេសអ៊ីរ៉ង់ចិនជាដៃគូសេដ្ឋកិច្ចនិងការទូតដ៏សំខាន់សម្រាប់អ៊ីរ៉ង់ជាយូរណាស់មកហើយដោយចិនបានជួយអ៊ីរ៉ង់ឲ្យគេចផុតពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកហើយនៅតែត្រូវបានតបភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ទាប់ពីសង្គ្រាមរយៈពេល12ថ្ងៃរបស់អ៊ីរ៉ង់ជាមួយអ៊ីស្រាអែលកាលពីអន្លង់ខែមីនាឆ្នាំ2025ជាមួយនឹងរបាយការណ៍អំពីការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខនិងការចែករំលែកព័ត៌មានស៊ើបការសម្ងាត់ទោះជាយ៉ាងណាលោកហាមីត្រេសាអាស៊ីស៊ីមកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្របានលើកឡើងថាចិនទំនងជាមិនជួយការពារអ៊ីរ៉ង់នោះទេប្រសិនបើអាមេរិកវាយប្រហារខុសពីការគ្រប់គ្រងដ៏រឹងមាំរបស់ខ្លួនចំពោះប៉ាគីស្ថានអន្លង់ពេលប៉ះទង្គិចជាមួយឥណ្ឌាក្នុងឆ្នាំ2025ចិនមិនទាន់បង្ហាញពីកម្រិតនៃការគ្រប់គ្រងដូចគ្នាចំពោះអ៊ីរ៉ង់នៅឡើយទេជាការកត់សម្គាល់ភាគច្រើនចិនគ្រាន់តែប្រឆាំងចំពោះសកម្មភាពរបស់អាមេរិកប៉ុណ្ណោះប៉ុន្តែគ្មានបំណងជួយការពាររដ្ឋាភិបាលអ៊ីរ៉ង់នោះទេភាពចលាចលដែលកំពុងបន្តកើតឡើងនិងអំពើពុករលួយធ្វើឲ្យអ៊ីរ៉ង់ក្លាយជាកន្លែងដែលមានហានិភ័យសម្រាប់ការវិនិយោគនៅឆ្នាំ2024ពាណិជ្ជកម្មរបស់ចិនជាមួយបណ្ដាប្រទេសឈូងសមុទ្រមានចំនួនសរុបរហូតដល់ទៅ257,000 លានដុល្លារខណៈដែលពាណិជ្ជកម្មរបស់ចិនជាមួយអ៊ីរ៉ង់មានចំនួនតិចជាង14,000 លានដុល្លារក្រុមអ្នកជំនាញសង្កល់ឃើញថាអ៊ីរ៉ង់ពឹងផ្អែកលើប្រទេសចិនច្រើនជាងចិនពឹងផ្អែកលើអ៊ីរ៉ង់ការដាក់សម្ពាធលើទីក្រុងតេហេរ៉ង់មិនទំនងជាធ្វើឲ្យប្រទេសចិនរងផលប៉ះពាល់ខ្លាំងនោះទេដូចនេះចិនអាចនឹងមិនសូវអើពើដែលធ្វើឲ្យអ៊ីរ៉ង់ផងខ្លួនតែម្នាក់ឯងហើយចុងក្រោយតែតើគ្មានអ្នកណាជួយក្នុងករណីសហរដ្ឋអាមេរិកបើកការវាយប្រហារលោកត្រាំអះអាងថាមិចសិចនឹងបញ្ឈប់ការបញ្ជូនប្រេងទៅឲ្យកុយបាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃច័ន្ទទី2ខែកុម្ភៈបាននិយាយថាមិចសិចនឹងបញ្ឈប់ការបញ្ជូនប្រេងទៅឲ្យកុយបាខណៈលោកកំពុងបង្កើតយុទ្ធនាការដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងឡាហាវ៉ាន់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមានលោកត្រាំមិនបានបញ្ជាក់អ្វីលម្អិតនោះទេហើយក៏មិនបានបង្ហាប់ឲ្យដឹងថាហេតុអ្វីបានជាលោកជឿថាមិចសិចនឹងបញ្ឈប់ការផ្គត់ផ្គង់ប្រេងឲ្យកុយបានោះដែរមិចសិចនឹងបញ្ឈប់ការបញ្ជូនប្រេងទៅឲ្យពួកគេកុយបានេះជាការគូបញ្ជាក់របស់លោកត្រាំប៉ុន្តែខាងអាជ្ញាធរមិចសិចមិនបានធ្វើអត្ថាធិប្បាយអ្វីពាក់ព័ន្ធនឹងការលើកឡើងរបស់លោកត្រាំភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងកុយបាបានខ្ទុះឡើងកាលពីខែមករាកន្លងទៅបន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើវេណេស៊ុយអេឡានិងចាប់ខ្លួនលោកនីកូឡាម៉ាឌូរ៉ូដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់កុយបាបញ្ជូនទៅសហរដ្ឋអាមេរិកលោកត្រាំបានចាត់ទុកកុយ
បាលជាការគម្រាមកំហែងមួយចំពោះសន្តិសុខជាតិអាមេរិកហើយបានគម្រាមដំឡើងពន្ធលើប្រទេសណាដែលបន្តផ្គត់ផ្គង់ប្រេងទៅឲ្យគុយបាដែលកំពុងប្រឈមមុខនឹងការខ្វះខាតថាមពលអគ្គិសនីរដ្ឋាភិបាលប្រធានាធិបតីមិចស៊ិកលោកស្រី Claudia Sheinbaum កាលពីថ្ងៃអាទិត្យសប្តាហ៍មុនបាននិយាយថាខ្លួននឹងស្វែងរកមធ្យោបាយដឹកបញ្ជូនប្រេងទៅឲ្យគុយបាក្រោមហេតុផលមនុស្សធម៌ដោយមិនឲ្យប្រឈមមុខដាក់គ្នានោះឡើយអ៊ីរ៉ង់ប្រកាសត្រៀមខ្លួនចរចាជាមួយអាមេរិកក្រោមលក្ខខណ្ឌគោរពគ្នាដើម្បីបញ្ជាសង្គ្រាមក្នុងតំបន់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាប់បាសអារ៉ាជីកាលពីដើមសប្តាហ៍នេះបានថ្លែងថារដ្ឋធានីតេហេរ៉ង់ត្រៀមខ្លួនជានិច្ចសម្រាប់ការចរចាលោកបានលើកឡើងបែបនេះក្នុងអំឡុងពេលស្ថិតនៅវិមានដង្កល់សពរបស់មេដឹកនាំបដិវត្តន៍អ៊ីរ៉ង់រ៉ូហូឡាខូមេនីដើម្បីរំលឹកខួបទី47នៃបដិវត្តន៍អ៊ីរ៉ង់លោករៀបរាប់បន្តថាយើងត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាក្នុងឋានៈស្មើគ្នាផ្អែកលើលក្ខខណ្ឌនៃការគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួមហើយអ្នកណានិយាយដោយការគោរពយើងនឹងតបស្នងដោយការគោរពទៅវិញប៉ុន្តែនរណាដែលយកការគំរាមកំហែងនិងបង្ខិតបង្ខំជាឈ្នន់យើងក៏នឹងតបស្នងទៅតាមនោះដែរតាមរបាយការណ៍បានឲ្យដឹងថាការចរចារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមឡើងនៅប្រទេសទូគីយេក្នុងរយៈពេលប្រមាណថ្ងៃខាងមុខនេះគឺថ្ងៃសុក្រទី6ខែកុម្ភៈទោះបីជាអាមេរិកបញ្ជូននាវាចម្បាំងដ៏ធំនិងមានឥទ្ធិពលបំផុតទៅក្បែរប្រទេសអ៊ីរ៉ង់ក៏ដោយក៏ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃអាទិត្យបានលើកឡើងដោយបង្ហាញក្តីសង្ឃឹមថានឹងអាចឈានទៅដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់លោកត្រាំប្រមានដែរថាប្រសិនបើមិនអាចឈានទៅដល់កិច្ចព្រមព្រៀងទេរឿងអាក្រក់នឹងអាចកើតឡើងភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់បានកើតឡើងបន្ទាប់ពីមានក្រុមបាតកម្មនិងក្រុមឧបកម្មនៅអ៊ីរ៉ង់កាលពីចុងខែធ្នូនិងដើមខែមករាដោយសារបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងយោងតាមតួលេខផ្លូវការដែលបានចុះផ្សាយកាលពីថ្ងៃទី22ខែមករាបានឲ្យដឹងថាមនុស្សចំនួន3117នាក់បានស្លាប់អំឡុងបាតកម្មក្នុងចំណោមអ្នកស្លាប់ទាំងអស់អាជ្ញាធរអ៊ីរ៉ង់អះអាងថា2427នាក់គឺជាមន្ត្រីនិងជនស៊ីវិលចំណែកដែលនៅសល់ត្រូវបានចាត់ទុកថាជាអ្នកបង្កហិង្សាឬក្រុមប្រដាប់អាវុធដែលទទួលឥទ្ធិពលញុះញង់ពីបរទេសនៅក្នុងជំនួបនៅទីក្រុងអ៊ីស្តង់ប៊ុលនាពេលខាងមុខនឹងមានការចូលរួមពីតំណាងប្រទេសផ្សេងទៀតដូចជាអារ៉ាប៊ីសាអូឌីតនិងអេស៊ីតជាដើមហើយតំណាងពិសេសអាមេរិកលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នឹងជួបគ្នាដើម្បីស្ដារទំនាក់ទំនងការទូតឡើងវិញនិងជំរាបភាពភ័យខ្លាចពាក់ព័ន្ធនឹងលទ្ធផលនៃការកើតមានសង្គ្រាមនៅក្នុងតំបន់